រៀបសអ្នកក្រុមហ៊ុនស្មលហើយហងบอกអំណាចនាំភ្លេចមិនបាននៅពេលវិស្មកាលកន្លងទៅថ្មីនេះម្ដាយសុជាតាបាននាំសុជាតាទៅលេងផ្ទះពូរបស់នាងនៅទីក្រុងភ្នំពេញពូរបស់នាងបាននាំនាងនិងម្ដាយនាងទៅដើរលេងនៅកន្លែងផ្លេចមួយចំនួននាងបានជួបហេតុការណ៍មួយគួរឲ្យចាប់អារម្មណ៍ជាច្រើននៅពេលដើរទស្សនានៅកន្លែងនោះទាំងនោះសុជាតាបានសរសេររៀបរាប់ហេតុការណ៍ទាំងនោះនៅក្នុងសៀវភៅកំណត់ត្រាប្រចាំថ្ងៃរបស់នាងថ្ងៃទី1ខែសីហាឆ្នាំ2009ពូរបស់នាងបាននាំម្ដាយនិងខ្ញុំទៅដើរទៅទស្សនាមណ្ឌលឧក្រិកម្មប្រឡ័យពូជសាសន៍ជើងឯកខ្ញុំមានចិត្តរន្ធត់រឿងនឹងខ្លាចផ្សាបំផុតឲ្យបានឃើញឆ្អឹងលលាក្បាលមនុស្សជាច្រើនត្រូវបានគេយកមកតម្កល់ទុកនៅសការធ្វើទុកសការៈបូជានឹងដើម្បីឲ្យកូនចៅចំនួនក្រោយបានដឹងនិងចងចាំពីប្រល័យពូជសាសន៍របស់ពួកខ្មែរក្រហមយើងបានដើរមើលរណ្ដៅធំដែលគេកប់សពរួមនឹងបានចូលទស្សនាសារបន្ទីតម្កល់ឯកសារក្នុងនោះគេបានបាត់រូបថតនិងឈ្មោះអ្នកដែលគេបានសម្លាប់នៅទីនោះមកដល់រូបនាយទាហានម្នាក់ម៉ាក់ឈោត្រឹងយំខ្សលខ្សួលហើយប្រាប់ខ្ញុំថាអ៊ំនោះធ្វើឲ្យខ្ញុំមិនអាចទប់ទឹកភ្នែកបានឡើយនៅចិត្តនោះខ្ញុំព្រឺក្បាលនឹងឧបករណ៍ដែលពួកខ្មែរក្រហមប្រើដើម្បីធ្វើទារុណកម្មនិងសម្លាប់មនុស្សដូចជាដង្កាប់ដង្ថៅញញួរជាប់កាប់ទស្សនភាពនៅក្នុងធ្វើឲ្យខ្ញុំចងចាំជារៀងរហូតថ្ងៃទី5ខែសីហាឆ្នាំ2009ខ្ញុំបានទៅដើរលេងកម្សាន្តនៅខេត្តមណ្ឌលគិរីខ្ញុំសប្បាយចិត្តណាស់ព្រោះដោយនៅទីនោះខ្ញុំបានឃើញទេសភាពដែលល្អបកប្លែកគ្រប់ទិសទីខ្ញុំបានឃើញភ្នំទាបខ្ពស់នៅស្របគ្នាហូរហែព្រមទាំងវាស្មើស្រស់ស្អាតគួរឲ្យត្រជាក់ចិត្តក្រៃលែងអ្វីដែលខ្ញុំចាប់អារម្មណ៍ជាយ៉ាងខ្លាំងនោះគឺជនជាតិភាគតិចពួកគេស្លៀកសម្លៀកបំពាក់ជនជាតិនិងមានការផាស្ពាយនៅពីក្រោយខ្នងទៀតផងខ្ញុំជក់ចិត្តនឹងសង្កេតមើលកូនផ្ទះតូចមួយដែលមានកម្ពស់ប្រហែល10 ម៉ែត្រខ្ញុំឮគេថាផ្ទះនេះគេសង់ឡើងសម្រាប់ឲ្យកូនកំឡោះជនជាតិនៅមុនពេលរៀបការរហូតដល់ពេលរៀបការលោកពូរបស់ខ្ញុំបានថតរូបជនជាតិនោះជាច្រើនជម្រាបលាអ្នកគ្រូ